số đó là crew cái đôi chia số tại mình phải ở kia ngày nay đấy trong video này nhóm nâng mình về về business proposal ở trong buổi nhóm đó kiaได้เลยแค่ยังทาบัดในบัดในหัวดัดลายบัดนั่งไงนี่คือจะปัญหาม้วยในมาดูเพชรนั้นกับพงแต่จูบแต่จีบแซ่สถานิสัตได้มีจมูก ADHD ฉันสถานิสัตได้มีจมูก ADHD เพชรนั้นผู้ก่อปิดบังโฟกัสเลยการ manage time ของผู้ก่อจีให้ทั่วเอาก่อทั่วสายมันได้ตอนเป๊ะให้นำไปได้ก่อทั่วตอนเป๊ะยังเตอสายมันไม่ได้ตัวบานไปขู่คือวิการจัดการเตอโก้bị bạn không cả phớ hay thôi còn bạn mong motivation cái bạn mong motivation này hay nó mày quát nó ai academy performance bỏ quát mình cả lại cho là sai dân khơi bị bài nhà tại ở này hay trong mình dân xong rồi chất tha bằng cách mỗi này mình chung tha động lực ở khi IT ban lại khai thác động lực bọc của dân cứ ở mày gì đúng app động lực bọc của dân cứ tôn thành lần cái manage tab user ai manage tab bọc của quạt bán set task take control of task របស់ពួកគាត់បានក៏ដូចជា boost productivity របស់ពួកគាត់នៅក្នុង app រំលឹករបស់យើងគឺយើងមាន provide function មួយចំនួនដូចជា task breakdown ហ្នឹងគឺអាចឲ្យ user breakdown ពី big task របស់គាត់ទៅជា smaller task តាម step មួយដែលធ្វើឲ្យមានភាពងាយស្រួលក្នុងការធ្វើវាភាសាពីច្រើនបើយើងដាក់ task ធំមួយមកហ្មងយើងអត់ដឹងថាយើងគួរចាប់ផ្ដើមពីណាទៅណាឯងប៉ុន្តែក្នុង app របស់យើងគឺយើងជួយ breakdown វាឲ្យដើម្បីឲ្យអ្នកប្រើប្រាស់របស់យើងមានភាពងាយស្រួលក្នុងការស្វែងរកថាយើងគួរធ្វើពីណាមុនពីស្រួលទៅលំបាកអីចឹងទៅមួយទៀតគឺជាមួយ online chat for motivation គឺ user អាចផ្សាយតតងគ្នាជាមួយមិត្តភ័ក្តិរបស់គាត់ដែលមាននៅក្នុង app នឹងដូចគ្នាក៏ដូចជា share progress ថាពួកគាត់បានធ្វើអ្វីខ្លះធ្វើដល់ណាហើយទៅមិត្តភ័ក្តិរបស់ពួកគាត់ផងដែរមួយវិញទៀតគឺ mutual reminders ដែល friends របស់ពួកគាត់នៅក្នុងchat ហ្នឹងគឺគាត់អាច set reminder មួយដែលអាចឲ្យមិត្តភ័ក្តិរបស់ពួកគាត់ឃើញអញ្ចឹងមិត្តភ័ក្តិរបស់គាត់អាច remind មកគាត់ក៏អាច remind ទៅមិត្តភ័ក្តិរបស់ពួកគាត់វិញផងដែរដោយប្រើ mutual reminder របស់ពួកយើងហើយមួយទៀតគឺជាយើង implement ទៅលើ study technique មួយដែលមានឈ្មោះថា Pomodoro អញ្ចឹង study technique Pomodoro ហ្នឹងគឺ basically គឺយើងរៀន25នាទីយើងសម្រាប់5នាទីប៉ុន្តែយើងអាច set ការរៀនរបស់យើង25នាទី30នាទីទៅតាមអ្វីដែលយើងចង់បានក៏បានដែរប៉ុន្តែbase របស់គេហ្មងគឺ25នាទីសម្រាប់5នាទីហើយចំណងចូលដល់ page របស់ពួកយើងគឺមាន home page calendar ជាមួយនឹង user អញ្ចឹង home page របស់ពួកយើងគឺអាចឲ្យ user ឃើញពី today's task របស់គាត់ថ្ងៃហ្នឹងគាត់ធ្វើអីបានគួរធ្វើអីតាមអ្វីដែលគាត់បាន set ជាមួយនឹង calendar មកឲ្យពីថ្ងៃខែហើយពេលដែលយើងចុចទៅលើថ្ងៃណាមួយដែលគាត់បាន set ហើយវានឹង load ថាថ្ងៃហ្នឹងយើងគួរធ្វើអីសម្រាប់ថ្ងៃហ្នឹងក៏ជា user គឺដូចជា user setting ធម្មតាអញ្ចឹងគឺអាចឲ្យយើងដូរ password set email ដូរ theme របស់ app របស់យើងបានអីចឹងទៅដល់ហើយចូលដល់កន្លែង function គឺ breakdown task into small task នេះគឺយើងមាន task មួយដែលគាត់ចង់ធ្វើគឺគាត់ដាក់ចូលទៅក្នុងកន្លែង task breakdown ទៅវានឹងជួយ breakdown task ធំហ្នឹងទៅជា smaller step ទូចមួយឲ្យគាត់ងាយស្រួលថាគាត់គួរចាប់ផ្ដើមពីណាទៅណាហើយក្នុង task breakdown នេះគឺគាត់ចាប់ផ្ដើមពីស្រួលនៅលើគេហើយប្រហែលនៅក្រោមគេចឹងទៅគាត់ធ្វើទៅឲ្យមានភាពភ័យខ្លាចថាមានផលវិបាកក្នុងការគិតថាវាយើងចូលមកយើងធ្វើកើតហ្មងដោយសារវាប្របែកពីស្រួលមកប្របែកអញ្ចឹងយើងធ្វើយូរទៅគឺយើងអាចយល់ពី task របស់យើងកាន់តែច្បាស់តើមកចូលមកដល់ menu bar គឺយើងមានដូចជា notes Pomodoro friends ជាមួយនឹង chat អញ្ចឹងដល់ notes ក្នុង menu bar notes របស់ពួកយើងដូចអត់មានអីខុសប្លែកពីគេទេគឺឲ្យ user អាច take note បានអញ្ចឹងមានថាគាត់មិនបាច់ចាំបាច់ចេញពី app ពួកយើងទៅកាន់ app notes របស់ទូរស័ព្ទដៃរបស់គាត់ដើម្បីសរសេរទេគឺគាត់អាចសរសេរ notes នៅក្នុង app នឹងផ្ទាល់តែម្ដងបានក៏ដូចជាសរសេរជូនមកផងដែរហើយមួយទៀតគឺ Pomodoro ដែលខ្ញុំបានលើកឡើងពីដើមអញ្ចឹងគឺរៀន25នាទីហើយនឹងសម្រាប់5នាទីក្នុងកន្លែង Pomodoro នេះគឺគាត់អាច set រយៈពេលដែលគាត់ចង់រៀនបានពី25នាទី30នាទីតាមចិត្តរបស់ user ដែលគាត់ចង់បានថាប៉ុណ្ណាសមសម្រាប់គាត់ចុះដល់ friends គឺយើងអាច add friend ទៅគ្នាបាន confirm friend ក៏ដូចមាន friend suggestion ផងដែរហើយគឺយើងមាន chat with friends ដែលយើងអាចប្រស័យតាក់ទងគ្នាមួយមិត្តភ័ក្តិរបស់យើងនៅក្នុង app នេះតែម្ដងបានហេតុផលដែលយើងធ្វើអានេះដើម្បីឲ្យគាត់ងាយស្រួលក្នុងការប្រើប្រាស់វាគាត់មិនបាច់ចាំដូចត្រូវការ take note ចឹងគាត់ត្រូវចេញពី app ហ្នឹងដើម្បីទៅ take note ក្នុង app notes ហើយឆាតមួយគ្នាគាត់ទៅឆាតមួយ app ផ្សេងចឹងទៅយើងពិបាករបស់គាត់សម្រាប់គាត់ចឹងទៅយើង
built in ឲ្យវាមានទាំងអស់មកទៅដល់ competitor analysis នៅក្នុង App Store ក៏ដូចជា Play Store គឺយើងឃើញមាន app ច្រើនណាស់ដែលតទៅជាមួយនឹង reminder boost productivity នឹងប៉ុន្តែយើង select យកតែ3សំខាន់ដែលយើងធ្លាប់បានប្រើប្រាស់ក៏ដូចជាវា popular វារៀងល្បីដែរគឺមានដូចជា TickTick Google Calendar ជាមួយនឹង Focus 3ហើយក្នុង app នេះដូច TickTick អញ្ចឹងវារៀងពិបាកសងស្វែងក្នុងការប្រើប្រាស់ក៏ដូចជាវាអត់មាន break task into smaller task ទេហើយក៏ដូចជា in app chat ក៏វាមានដែរប៉ុន្តែបើយើងក្រឡេកមកមើល app រំលឹករបស់ពួកយើងវិញគឺវាមានទាំងអស់ដូចជាវាងាយស្រួលក្នុងការប្រើប្រាស់ក៏ដូចជាមាន break task into small task ក៏មានក៏ដូចជាយើងអាចឆាតក្នុង app ហ្នឹងក៏បានផងដែរចូលមកដល់ customer profile ចឹង target customer របស់យើងគឺជា university student ដែលមានអាយុចន្លោះចាប់ពី18ឆ្នាំរហូតដល់22ឆ្នាំដែលពួកគាត់មានបញ្ហាជាមួយនឹងការគ្រប់គ្រងពេលវេលារបស់ពួកគាត់ហើយជាពិសេសគឺទៅលើសិស្សានុសិស្សដែលសិក្សានៅភ្នំពេញហើយនេះគឺហើយក៏យើងបានធ្វើការសម្ភាសទៅលើសិស្សនៅតាមសាកលវិទ្យាល័យមួយចំនួនផងដែរចំនួន20នាក់ដើម្បីស្វែងយល់ពីបញ្ហារបស់ពួកគាត់ក៏ដូចជាដំណោះស្រាយរបស់ពួកគាត់ដើម្បីយកបញ្ហានិងដំណោះស្រាយទាំងនោះមកបូកបញ្ចូលគ្នាបង្កើតជា app រំលឹកនេះឡើងចូលដល់ value proposition គឺ app របស់យើងគឺយើងជួយសិស្សនិស្សិតទាំងឡាយណាដែលមានជំងឺ ADHD ហើយ focus issues ដើម្បីជួយ improve productivity របស់ពួកគាត់ក៏ដូចជា provide personalized strategies to stay organized គឺជួយ organize task របស់ពួកគាត់ក៏ដូចជាឲ្យធ្វើឲ្យការ study របស់ពួកគាត់មានភាពងាយស្រួលដោយប្រើប្រាស់ tool ដូចជា reminder timers ក៏ដូចជា calendar ផងដែរចូលមកដល់ revenue model គឺយើងមាន2គឺមាន freemium ជាមួយនឹង premium ទៅលើ freemium នេះគឺ free គឺ user អាច login ចូលគឺប្រើប្រាស់បានហ្មងប៉ុន្តែគ្រាន់វាមាន consequences ដូចជាមាន pop up ads វាហិញញ៉ៃសម្រាប់យើងដោយសារធម្មតាតែយើងចង់ប្រើអីមួយមាន ad មកវាហិញញ៉ៃចឹងហើយដូចជា limited reminder slots គឺគាត់អាច set reminder បានប៉ុន្តែវាមាន limited របស់វាហើយជាមួយនឹង task breakdown មាន lower priority compared to premium ហើយនឹង team របស់គាត់គឺមានតម្លៃហើយនឹង dark mode ទេហើយមួយទៀតគឺ limited chat slot បើយើងកលេចមកមើល premium វិញគឺយើងត្រូវការបង់$1.99ក្នុងមួយខែប៉ុន្តែក្នុងនេះវា provide ដូចជាអត់មាន ad ទេហើយ unlimited reminder slots ក៏ដូចជា task breakdown គឺមាន priority queue ហើយ យើងអាច custom mice ទៅលើ team ទៅលើ app របស់យើងបានយើងអាច change team ដាក់ពណ៌តាមចំណង់ចំណូលចិត្តបានដូចជាពណ៌ខៀវពណ៌ក្រហមអញ្ចឹងទៅហើយក៏ដូចជា unlimited chat slots ផងដែរចុងដល់ roadmap អញ្ចឹងយើងឃើញថាក្នុងឆ្នាំ2025យើងបាន launch ជាមួយ basic ក៏ដូចជាបាន build core features ដូចជា task manager reminders pomodoro timer ក៏ដូចជា calendar ផងដែរហើយយើងបាន test វាហើយក៏ដូចទទួល user feedback ហើយយើងបាន launch វាទៅលើ Android ជាមួយនឹង iOS ដល់ឆ្នាំ2026គឺយើងចង់ improve ហើយនឹង expand app របស់យើងឲ្យកាន់តែធំជាងហ្នឹងដូចថែមជាមួយនឹង feature មួយចំនួនជា smarter reminder ក៏ដូចជា AI suggestion ហើយនឹង gamification ដែលuser អាចទទួលបាន reward មកវិញពេលគាត់ finish task របស់គាត់បានក៏ដូចជាមាន strike ដើម្បីឲ្យគាត់ធ្វើដើម្បីបង្កើន strike ហ្នឹងផងដែរដល់ឆ្នាំ2027គឺយើង add ជាមួយនឹង advanced feature មួយចំនួនដូចជា multi language support productivity stats focus sound and study boosters smart work integration ដល់ឆ្នាំ2028គឺយើងយកវាជា full ecosystem ហ្មងដោយមាន AI assistant for task planning ក៏ដូចជាអ្នកប្រើប្រាស់នៅលើ desktop គឺយើងអាចធ្វើ web app ដើម្បីឲ្យគាត់ប្រើប្រាស់បានហើយយើងអាច partner ជាមួយនឹងសាលាដើម្បីឲ្យគាត់ប្រើប្រាស់ app ណែនាំពី app របស់ពួកយើងទៅកាន់សិស្សានុសិស្សរបស់គាត់ហើយ team member របស់យើងមានដូចជា programmer project manager UI designer marketer ក៏ដូចជា data analysis ផងដែរអញ្ចឹងវីដេអូរបស់ខ្ញុំដល់ទីបញ្ចប់ហើយអរគុណអ្នកគ្រូក៏ដូចជាមិត្តភ័ក្តិអរគ្នាដែលបានស្ដាប់ការនិយាយរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់សូមអរគុណ